ខ្ញុំឈ្មោះអាងនរិទ្ធខ្ញុំជាម្ចាស់សិប្បកម្មលតាប៊ីកាប់ចាំខ្ញុំនេះវាអត់ស្រួលទេដោយសារខ្ញុំវាពិការជើងផងណាវាពិបាកហត់ពេលខ្លះចង់យំផងពេលខ្លះចង់បោះបង់ចោលផងប៉ុន្តែនិយាយទៅដោយការស្រឡាញ់និយាយទៅដល់ហេតុអីបានមកចិញ្ចឹមខ្ញុំហ្នឹងទី1ចូលចិត្តចិញ្ចឹមសត្វទី2ជួយបរិស្ថានទៀតហើយជួយដល់សេដ្ឋកិច្ចគ្រួសារអ្នកដែលចូលរួមធ្វើការលើការចិញ្ចឹមឃ្មុំនឹងបងប្អូនថាពេលខ្លះយើងច្រឡប់ទៅខេត្តកំពង់ចាមអញ្ចឹងយើងអាចជួយប្រជាជនក្នុងតំបន់នៅក្នុងខេត្តកំពង់ចាមបែរជាបាន3-4នាក់អីចឹងដែរកម្មវិធីដែល MIV ដែលរៀបចំហ្នឹងក្រោមជំនួយរបស់ជំនួយអូស្ត្រាលីហ្នឹងបាទបានជួយច្រើនជាពិសេសចំណុចដែលយើងខ្វះខាតមួយចំនួនដែលយើងគិតថាតើតើនឹងការអនុវត្តផែនការយុទ្ធសាស្ត្រអញ្ចឹងពីមុនមកខ្ញុំចាំខ្ញុំដែរប៉ុន្តែយើងអត់តាន់កំណត់mission vision អីណាតែអញ្ចឹងចូលក្នុងវគ្គនេះវាយើងបានកំណត់ចំណុចហ្នឹងមកបានយើងថាអូខេយើងដើរហ្នឹងដើរធ្វើម៉េចឆ្លើយតបអាហ្នឹងមកវិញយើងធ្វើលើហ្នឹងវាច្បាស់ខ្លួនយើងវិញថាអូខេចំណុចណាខ្លះយើងកំពុងដើរ